អ្នកលក់គម្រោងចាំតែថ្ងៃណាមួយយើងលក់ឡើងបានមួយអ្នកលក់ត្រូវចេះកសាងទំនុកចិត្តដោយខ្លួនយើងតលមិនចាំតែគេណែនាំទើបបានធ្វើនោះមិនរីកចម្រើនទេចំណុចខ្លះនេះយើងត្រូវចេះកសាងនៅអ្វីកសាងទី1កសាងទំនុកចិត្តពីអតិថិជនទី2កសាងនៅគំនិតបទពិសោធន៍កសាងនៅតតិកសាងនៅចំណេះដឹងនៃមុខរបររបស់យើងទើបយើងរីកចម្រើនកុំចាំដល់ពេលថ្ងៃណាមួយគេណែនាំចាំនៅតពេលគេប្រាប់យើងបានយើងធ្វើអានោះយើងអត់មានគំនិតអីថ្មីសម្រាប់ខ្លួនឯងជាអ្នករស់ស៊ីទេអញ្ចឹងសំខាន់ណាស់ការដែលយើងមានគំនិតខ្លួនឯងតខ្លួននោះហើយគឺជាភាពរីកចម្រើននោះហើយគឺជាការបត់ពិសោធន៍មួយដែលធ្វើឲ្យមុខរបរយើងមានស្ថិរភាព2រៀនបណ្ដុះគំនិតថ្មីគ្រប់ពេលដោយរកវិធីសាស្ត្របត់បែនទៅតាមសង្គមនិងពេលវេលាកន្លែងនេះគឺផ្នត់គំនិតថ្មីនេះគឺគ្រប់ពេលគឺយើងត្រូវរកផ្នត់គំនិតបត់បែនទៅតាមសង្គមពីព្រោះសង្គមវិវត្តបើសិនជាយើងមិនបត់បែនទៅតាមសង្គមនៅក្នុងពេលបច្ចុប្បន្នសួរថាតើវិធីសាស្ត្រនៃការលក់ដូរទំនិញរបស់យើងដែលយើងលក់នៅលើទីផ្សារហើយសង្គមបត់បែនទៅចេះទៅចុះបើសិនយើងមិនដេញទាន់ទៅតាមសង្គមនៅពេលវេលាសួរថាទំនិញរបស់យើងដែលយើងយកមកហើយនោះតើយើងអាចលក់ចេញបានដែរអត់អញ្ចឹងក្នុងនាមយើងជាអ្នករកស៊ីគឺត្រូវបណ្ដុះគំនិតថ្មីគ្រប់ពេលហើយរកវិធីសាស្ត្រនិងបត់បែនទៅតាមសង្គមឲ្យបានលឿន3ជាយាមជួបមនុស្សឲ្យបានច្រើនអ្នកតាមអ្វីដែលយើងអាចធ្វើបានពីព្រោះការជួបមនុស្សកាន់តែច្រើននោះយើងមានគំនិតថ្មីកាន់តែច្រើនដែរសំខាន់មនុស្សយើងម្នាក់ជួបមនុស្សមួយមានគំនិតមួយអញ្ចឹងកុំព្យាយាមជួបអ្នកដដែលយើងព្យាយាមម្ដងជួបអ្នកនេះម្ដងជួបអ្នកនោះក្នុងមួយថ្ងៃបើយើងយ៉ាងហោចណាស់បើសិនជាយើងលក់នៅមួយកន្លែងយ៉ាងហោចក៏មានជួបមនុស្ស10នាក់ទៅ20នាក់ដែរអញ្ចឹងអ្នកទាំង10នាក់នោះមិនមានគំនិតដូចគ្នាទេអញ្ចឹងហេតុអីបានថាខ្ញុំព្យាយាមឲ្យជួបមនុស្សច្រើនកាន់តែយើងជួបមនុស្សច្រើនយើងនឹងទទួលបាននៅបទពិសោធន៍យើងទទួលបាននៅគំនិតថ្មីដែលគាត់មកប្រាប់យើងអ្នកខ្លះទៅប្រាប់យើងក្នុងគោលបំណងល្អទៅអ្នកខ្លះទៅប្រាប់យើងនៅក្នុងគោលបំណងរិះគន់ទៅអ្នកខ្លះទៀតក៏ប្រាប់យើងក្នុងន័យត្រង់ចឹងទៅអញ្ចឹងយើងយកគំនិតទាំងអស់នោះមកពិចារណាហើយថាអ្វីដែលយើងជួបនៅទីផ្សារអញ្ចឹងសំខាន់ណាស់ការដែលយើងជួបមនុស្សកាន់តែច្រើនយើងមានគំនិតយើងមានបទពិសោធន៍កាន់តែច្រើនកន្លែងមួយដែលគេមិនសូវស្គាល់ទំនិញរបស់យើងត្រូវព្យាយាមទៅឲ្យបានច្រើនដងរឿងអ្វីដែលគេមិនព្រមទទួលស្គាល់ទំនិញរបស់យើងកាលណាយើងទៅច្រើនដងរឿងអីដែលគេមិនទទួលស្គាល់រឿងអីដែលគេមិនជួយទិញទំនិញយើងថ្ងៃនេះគេមិនទាន់ស្គាល់យើងគេមិនទាន់ជួយទិញយើងគឺដោយសារយើងទើបនឹងទៅដល់ទំនិញយើងទើបទៅដល់កន្លែងនោះចុះបើសិនជាយើងទៅដដែលសួរថាទំនិញហ្នឹងគាត់ស្គាល់ទេគាត់ដឹងទេគាត់នឹងអាចដឹងដោយសារយើងទៅដដែលយើងមានទំនិញពិតប្រាកដបង្ហាញគាត់យើងមានរបស់ពិតប្រាកដទៅលក់ឲ្យគាត់ព្រោះហេតុអីបានគាត់មិនងាយទិញដោយសារសម័យឥឡូវគឺជាសម័យមួយសម្បូរទៅដោយមនុស្សខូចច្រើនដូច្នេះគាត់មិនងាយទុកចិត្តទេអញ្ចឹងជាយាមជួបគាត់ឲ្យបានច្រើនដងជាយាមយកទំនិញទៅបង្ហាញឲ្យគាត់ហើយជាយាមស្ដាប់គាត់ឲ្យបានច្រើនជាងដែលយើងនិយាយទៅប្រាប់គាត់បាទចំណុច5ជួបបញ្ហាកាន់តែច្រើនធ្វើឲ្យយើងកាន់តែមានគំនិតដោះស្រាយបញ្ហាប្រសើរជាយើងនៅស្ងៀមជាងមិនមានអីដែលត្រូវធ្វើកុំរងចាំតែថ្ងៃណាមួយដែលយើងលក់លែងបានហើយយើងដួលតើសួរថាតើពេលដែលយើងនៅលក់បានពេលដែលយើងនៅរកស៊ីបានយើងត្រូវគិតស្ដារឡើងវិញយើងត្រូវគិតពង្រឹងនៅទំនិញយើងត្រូវគិតពង្រឹងនៅមុខរបររបស់យើងសួរថាតើបើសិនជាយើងជួបបញ្ហាយើងមិនដោះស្រាយបញ្ហាអ្នកណាជាអ្នកដោះស្រាយសំខាន់ណាស់យើងជាអ្នកទីផ្សារយើងជាអ្នកលក់យើងជាអ្នករកស៊ីគឺសំខាន់ជួបបញ្ហាត្រូវដោះស្រាយបញ្ហាមិនមែនជួបបញ្ហាហើយរត់គេចមិនដោះស្រាយបញ្ហាទេសួរថារឿងទាំងអស់នោះអ្នកណាអ្នកដោះបើយើងតាំងចិត្តជាអ្នករកស៊ីហើយកុំខ្លាចនឹងបញ្ហាជួបប្រទះនៅលើទីផ្សារកាលណាជួបប្រទះរឿងមួយយើងដោះរឿងមួយរឿងតូចឲ្យខ្លាចតែជាអត់មានរឿងតែម្ដង
បើជួបបញ្ហាធំព្យាយាមដោះឲ្យវាខ្លាចជារឿងតូចបន្ទាប់ពីតូចដោះស្រាយឲ្យខ្លាចទៅជាបញ្ហាដែលគ្មានបញ្ហាបាទអរគុណនឹងជួបគ្នានៅវីដេអូក្រោយៗទៀត